មុខម្ហូបមុខនេះឃើញនៅខ្មែរល្បីយូរហើយឥឡូវហ្នឹងគឺថាខ្ញុំនៅស្រុកគេខ្ញុំធ្វើញ៉ាំដែរតែដឹងថាធ្វើកើតទេណាបងប្អូនព្រោះលើកទី1ទៀតហើយហើយសំខាន់ទៅសារអាស៊ីហ្នឹងទិញបានថៃម្ដាយទៀតបងប្អូនហើយណាមួយមុខម្ហូបហ្នឹងគឺខ្ញុំគុំយូរហើយចង់ធ្វើសាក់ញ៉ាំថាឆ្ងាញ់អត់ចឹងណាតែគ្រាន់ថានៅស្រុកខ្មែរថៃសអីចឹងណាតែខ្ញុំនៅស្រុកគេគឺថៃបកតែដឹងថាធ្វើទៅឆ្ងាញ់ដូចនៅស្រុកខ្មែរអត់ទេទម្រាំតែបានជាធ្វើមុខម្ហូបមុខហ្នឹងគឺថាខ្ញុំមើល YouTube ដល់ប្រហែលដងទេទៅពេលមើលទៅឃើញគេធ្វើរៀងបែបស្រួលដែរចឹងណាក៏ខ្ញុំធ្វើដែរទៅគ្រាន់តែអាំងថៃដែរឆ្អិនឲ្យបេះសាច់យកទៅបុកឲ្យវាម៉ត់អីចឹងណាបងប្អូនហើយបន្ទាប់មកលាយមួយប្រេងឆាក្នុងសាច់ថៃហ្នឹងមកគឺរួចរាល់ហើយព្រោះថាសាច់ថៃហ្នឹងគឺខ្ញុំមានដាក់អីទាំងអស់ដាក់តែប្រេងឆាមុខទេទៅពេលលាយសាច់ថៃឲ្យអស់ចឹងទៅចាក់ប្រេងណាឆ្នាំមកទុកប្រេងឲ្យក្តៅមកចាក់ថៃចូលទៅគឺថាដូចខ្ញុំចឹងលើកទី1គឺឆ្អិតចូលទេបងប្អូនហើយឡើងឆ្អិតជាប់ពេញឆ្នាំខ្ញុំឃើញគេចាក់មើលមកឡើងស្រួលឡើងមើលទៅសាច់ថៃដូចសវកមុំអីចឹងណាទៅពេលខ្ញុំចាក់ឡើងសាច់ថៃឡើងវល់ហ្មងបងប្អូនហើយទៅពេលខ្ញុំចាក់ចេញមកចឹងទៅខ្ញុំគិតថាចាប់បាត់បរោយធ្វើអត់បានទេប្រហែលបានញ៉ាំទេតែមានអីបងប្អូនពេលខ្ញុំចាក់លើកទី2គឺថាដូចរបស់គេមែនតែនហ្មងសាច់ថៃហ្នឹងឡើងដូចសបកខ្មុំចឹងណាគឺថាខ្ញុំសប្បាយចិត្តមែនតែនពេលបានសាច់ថៃឡើងមកចឹងបងប្អូនឡើងមកឡើងតំណងហ្មងបងប្អូនមិននឹកស្មានថាខ្ញុំធ្វើបានចឹងខ្ញុំនិយាយមែនវាចេញមកឡើងតំណងមែនតែនហ្មងណាលើបងប្អូនជួយមើលសួរថាតំណងអត់លើហ្នឹងនេះគឺថារូបរាងចេញមកដូចរបស់គេអ្នកលក់ចឹងតែគ្រាន់ថារសជាតិដឹងដូចគេអត់ទេបងប្អូនតែខ្ញុំអាចធ្វើបានចាក់មកឡើងតំណងចឹងណាលើកទី1បរាជ័យលើកទី2បានដូចរបស់គេទៅលើកទី3ខ្លោចមិនតិចប្រោយតែពេលចាក់ហ្នឹងប្រយ័ត្នតិចបងប្អូនព្រោះថាវាខ្ទុះដែរមិនខ្ទុះដែរគឺថាខ្ទុះខ្លាំងហ្មងបងប្អូនហើយមុខម្ហូបមុខហ្នឹងប្តីគាត់ឆ្ងល់ហ្នឹងអីគេពេលខ្ញុំចេះសាច់ថៃចូលអំពងគឺថាវាលឺសលេងខ្លាំងពេកដល់ថាប្តីគាត់ឆ្ងល់បងប្អូនបាទនិយាយពីទឹកជ្រលក់វិញគឺខ្ញុំធ្វើពីអំពិលទុំហើយអំពិលទុំហ្នឹងគឺខ្ញុំយកមកពីខ្មែរបងប្អូនទៅពេលទុកយូរទៅវាឡើងខ្មៅចឹងណាចាឥឡូវហ្នឹងគឺថាទឹកថៃអីហ្នឹងគឺខ្ញុំធ្វើរួចរាល់អស់ហើយដល់វគ្គដែលខ្ញុំរៀបចំបន្លែដាក់ចានហើយថៃដៃអំពងហ្នឹងគឺខ្ញុំញ៉ាំជាមួយនំបញ្ចុកនិងទឹកថៃអំពិលទុំហើយមានអីបងប្អូនមើលមកតំណងរបស់គេដែរតើតែគាត់ថាដឹងរសជាតិមិនទេបងប្អូនមកស្ដាប់របស់ខ្ញុំទាំងអស់គ្នាពេលដែលខ្ញុំញ៉ាំទៅវាស្រួយដែរតែអត់សូវលឺសលេងស្រួយខ្លាំងណាស់ណាទេស្រួយបែបសាបអីចឹងណាបើសម្រាប់ខ្ញុំវាអត់សូវឆ្ងាញ់ណាស់ណាទេបងប្អូននេះសម្រាប់ខ្ញុំធ្វើខ្លួនឯងដឹងថារសជាតិនៅខ្មែររសជាតិមិនទេលក្ខណៈថាវាស្រួយបែបផុយអីមិនទេដូចមិនដឹងអត់ដឹងរសជាតិហៅថាមិនទេបងប្អូនតែគាត់ថាពេលញ៉ាំខ្ទប់បន្លែនំបញ្ចុកដាក់ទឹកថៃអីចឹងមកវាគ្រាន់ដែររសជាតិរៀងឆ្ងាញ់ដែរចាវីដេអូក៏មានប៉ុណ្ណឹងបងប្អូនជម្រាបលាបាយបាយ